សកលវិទ្យាល័យគឺមិនត្រឹមតែសិក្សានៅក្នុងថ្នាក់ទេគឺគាត់បញ្ជូនសិស្សានុសិស្សហ្នឹងមកចុះវឹកហាត់ការងារផ្ទាល់ដូចជាឥឡូវបច្ចុប្បន្នហ្នឹងខ្ញុំមក practical training នៅសារមន្ទីរសសរទទួលបានចំណេះដឹងថ្មីៗនឹងការអនុវត្តផ្ទាល់យល់ដឹងអំពីរូបិយវត្ថុហិរញ្ញវត្ថុជាតិបងខ្ញុំបានឃើញទស្សនវិជ្ជាច្រើនដូចជាមានកាក់ដែលមានឧបករណ៍ផលិតកាក់ហើយយើងបានយល់ដឹងពីការចាយវាហើយពីការបង្កើតប្រាក់រូបិយប័ណ្ណពីដើមមកដែលបានបន្សល់ទុកឲ្យយើងបានឃើញពីឥឡូវហើយប្រាក់ពីឥឡូវជំរាបសួរបងខ្ញុំឈ្មោះសៀងសង្ហេងខ្ញុំឈ្មោះកែវមនីខ្ញុំឈ្មោះសានដានីនិស្សិតឆ្នាំទី1ឆមាសទី1មកពីមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យបេធីអន្តរជាតិខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តហើយក៏រីករាយដែលបានមកទស្សនកិច្ចនៅសារមន្ទីរសសរដែលបានឲ្យយើងនឹងដឹងពីរូបិយប័ណ្ណរបស់ខ្មែរយើងពីសម័យនីមួយៗទទួលបានចំណេះដឹងថ្មីៗនឹងការអនុវត្តផ្ទាល់យល់ដឹងអំពីរូបិយវត្ថុហិរញ្ញវត្ថុជាតិបងខ្ញុំបានឃើញទស្សនវិជ្ជាច្រើនដូចជាមានកាក់ដែលមានឧបករណ៍ផលិតកាក់តាំងពីសម័យបុរេប្រវត្តិសម័យហ្វូណនមករហូតដល់បច្ចុប្បន្នមានរូបភាពតាក់ទងជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅសម័យនីមួយៗហើយយើងបានយល់ដឹងពីការចាយវាហើយពីការបង្កើតប្រាក់រូបិយប័ណ្ណពីដើមមកដែលបានបន្សល់ទុកឲ្យយើងបានឃើញពីឥឡូវហើយប្រាក់ពីឥឡូវសម្រាប់ខ្ញុំយល់ថាការសិក្សានៅសាកលវិទ្យាល័យគឺពិតជាសំខាន់ដែលមានរយៈពេល4ឆ្នាំហ្នឹងគឺយើងធ្វើម៉េចលេខថាយើងស្វែងព្យាយាមរៀនសូត្រដើម្បីទទួលបាននៅចុងបញ្ចប់នៃការសិក្សាហ្នឹងទទួលបានសញ្ញាបត្រមួយអាចចេញធ្វើការបានសាកលវិទ្យាល័យគឺមិនត្រឹមតែសិក្សានៅក្នុងថ្នាក់ទេគឺគាត់បញ្ជូនសិស្សានុសិស្សហ្នឹងមកចុះវឹកហាត់ការងារផ្ទាល់ដូចជាឥឡូវបច្ចុប្បន្នហ្នឹងខ្ញុំមក practical training នៅសារមន្ទីរសសរជាចុងក្រោយខ្ញុំសូមអរគុណទៅដល់សាកលវិទ្យាល័យ BETHY ដែលបានចូល practical training ផ្ទាល់មកកន្លែងហ្នឹងខ្ញុំពិតជាអរគុណគាត់ខ្លាំងដែលធ្វើឲ្យខ្ញុំហ្នឹងទទួលបានបទពិសោធន៍ថ្មីហើយខ្ញុំសូមឲ្យបងប្អូនសិស្សទី2ឆ្នាំក្រោយបើមានចំណាប់អារម្មណ៍អីមករៀននៅសាកលវិទ្យាល័យ BETHY ដូចគ្នា Belty International University, the future of global leaders.